legal research như ở số đam chết hả miền ông head chẳng tái cho bắp mùi nè anh vọt cái này dương đang thả lấy đầm bay ban cho bắp từ đó nè ồ từ đó này bản nào lại mình kỳ hạ đầm bò nắng legal research nè tham chẳng như ai thưa Q&A on law សម្រាប់ឧទាហរណ៍សំណួរច្បាប់សំណួរនឹងចម្លើយសម្រាប់ប្រជាជន civil ឃើញទេមួយវិញទៀតជាសំណួរសំខាន់លោកបណ្ឌិតនៅក្នុងកម្មវិធីសាស្ត្រាជ្រាវនឹងការទៅសេអត្ថបទច្បាប់លោកបណ្ឌិតបានលើកថាការបកស្រាយច្បាប់ក៏ដូចជាការទៅសេច្បាប់នឹងមានសារៈសំខាន់យើងចាប់ផ្ដើមចងក្រងនឹងទៅសេសំណួរនេះខ្ញុំចង់សួរលោកបណ្ឌិតចំតែម្ដងដែលជាចំណុចគោលរបស់កម្មវិធីរបស់យើងតើការទៅសេអត្ថបទច្បាប់នឹងទៅសេរបៀបម៉េចដែរបាទលោកបណ្ឌិតជាវិធីសាស្ត្រអូខេបាទត្រឹមត្រូវហើយពូចំណងជើងធំរបស់វីដេអូរបស់យើងគឺ legal research បាទបន្ទាប់មកបានយើងរាយ writing សរសេរ legal research នឹងនិយាយឲ្យស្រួលស្ដាប់ចេះថាមានអង្គហេតុអញ្ចឹងតើច្បាប់មួយណាអនុវត្តមកតើឥឡូវអង្គហេតុកកើតឡើងយើងកំណត់ទៅអាចច្បាប់ភូមិបាលអនុវត្តប៉ុន្តែច្បាប់ភូមិបាលវាមាន2 300មាត្រាឧទាហរណ៍បាទតើបទបញ្ញត្តិមួយណាអនុវត្តបាទអូខេចាហ្នឹងគេហៅ legal research ប៉ុន្តែយើងដឹងថាឥឡូវដើម្បីបានច្បាប់ទៅរកណាអូទៅរកនៅបណ្ណាល័យមានគេហទំព័រហ្នឹង legal research ណាថែមដល់ពេលហើយបន្តមកទៀតជួនកាលបើយើងជាមេធាវីយើងជានិស្សិតណាក្រៅពីយើង research ហើយសាលាគឺទាមទារយើងទៅសេអត្ថបទច្បាប់ណាដើម្បីបានជាលក្ខខណ្ឌមួយដើម្បីយើងបានទទួលបានបញ្ញាបត្រច្បាប់អីយ៉ាងទៅអនុម័តច្បាប់ឬក៏មនិតច្បាប់ទៅហើយបើសិនជាយើងជាមេធាវីអតិថិជនយើងគេទាបើបងមកឯងជួយស្រាវជ្រាវទៅសេជាអត្ថបទច្បាប់ខ្ញុំផងណាអាហ្នឹងដែលអញ្ចឹងបើនិយាយមែនតើខ្ញុំនិយាយថាវាមាន skill ណាអានរកច្បាប់ឲ្យឃើញហ្នឹងហើយរកមាត្រាដែលពាក់ព័ន្ធអាហ្នឹង skill មួយទៀតគឺយកវាមកទៅសេមិនអូវាខ្លីទៅតាមទំព័រគេកំណត់ទៅសេមិនឲ្យវាខ្លឹមទៅសេមិនមានលំហព័ត៌មានទៅសេមិនឲ្យគេដឹងថាតលេករបស់យើងនឹងវាចង់ទៅស្អីសន្តានយើងស្អីបាទណែអានឹងរឿងសំខាន់មួយទៀតហើយខ្ញុំតាមខ្ញុំសង្កល់ឃើញក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវច្បាប់ជិត20ឆ្នាំនឹងហើយរាល់ថ្ងៃនេះកម្រិតនេះការសរសេរហើយនឹងការសរសេររបស់និស្សិតនិងសាស្ត្រាចារ្យឬក៏អ្នកស្រាវជ្រាវនៅមានកម្រិតហើយមិនសូវច្រើនទៀតកម្រិតហ្នឹងខ្ញុំចង់និយាយគុណភាពមិនទាន់បានពេញលេញហើយមិនទាន់បានផុសផុលទេអញ្ចឹងសូមបើកវងចោកកន្លែងហ្នឹងហើយសូមជំរុញដល់ការសរសេរបានច្រើនឥឡូវកន្លែងនេះមុននឹងខ្ញុំឆ្លើយនឹងសំណួរនេះខ្ញុំសូមបើកវងចោកហើយក៏ថាជាចំណុចដែលខ្ញុំត្រូវនិយាយច្រើនដែរពាក់ព័ន្ធរឿងហ្នឹងមុនដំបូងខ្ញុំសួរចង់បង្ហាញលោកពិចារាហើយនឹងអ្នកស្ដាប់សិនថាតើស្អីបាទអូយមានឯកសារច្រើនណាស់ក្នុងមុខវិជ្ជាមួយដែលខ្ញុំធ្លាប់តាមដានមើលគាត់នៅក្នុងមុខវិជ្ជាច្បាប់ព្រហ្មទណ្ឌមួយគេអាចទៅសេសភៅបាន10ប្រភេទហើយឥឡូវនៅក្នុងស្រុកខ្មែរយើងគឺជួនកោតទៅសេបានមួយប្រភេទមិនទាន់បានហ្មងនេះអានឹងធ្វើជំនួយដើម្បីទៅសេសភៅបានផុសផុលទុកជូនស្នាដៃជូនកំពុងព្យាយាមឥឡូវមួយប្រភេទមួយ textbook ហ្នឹងគឺទៅសេដើម្បីឲ្យសាកលវិទ្យាល័យគ្រូសាកលវិទ្យាល័យយកទៅបង្រៀនសិស្សគេមានទៅសេមួយទម្រង់មួយទៀតមួយទៀត Q&A on law ណាវិចារឯងមើលច្បាប់មាន200ច្បាប់ក្នុងច្បាប់ដែលមួយមានសំណួររាប់រយសូម្បីតែយើងជាអ្នកច្បាប់ក៏យើងមិនដឹងចម្លើយនៅណាទេអញ្ចឹងយើងអាចធ្វើ Q&A on law សម្រាប់ឧទាហរណ៍សំណួរច្បាប់សំណួរនឹងចម្លើយសម្រាប់ប្រជាជន civil ឃើញទេបាទមួយជ្រុងសំណួរចម្លើយច្បាប់សម្រាប់ជនបរទេសសំណួរចម្លើយច្បាប់សម្រាប់ឯណាតែប៉ុន្តែជន civil យើងយកអាក្រមរដ្ឋបវេនីមកមើលទៅយើងអាចលើកសួរថាតើប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការកាប់មែកឈើដែលលើយពីដីគេមកចូលដីគាត់បានអត់ហើយឆ្លើយបាទហើយបោះពុំទៅហើយនឹងលក់ឲ្យប្រជាពលរដ្ឋទៅគាត់មើលហ្នឹងគាត់យល់បាទហ្នឹងមួយទៅអាហ្នឹង QA ណឡ criminal ក៏អាចធ្វើបាន
ណាប្រភេទទី2 case digest case digest case digest នឹងចេះឧទាហរណ៍ថាឥឡូវយើងខ្ញុំ website ខ្ញុំមានសាលក្រមសាលិកាច្រើនណា website ខ្ញុំណាអញ្ចឹងឧបមាថាឥឡូវពាក់ព័ន្ធនឹង issue core គេសង្ខេបសាលក្រមសាលិកាទាំងមកដាក់នៅក្រៅមកចំណងជើង issue core ហ្នឹងណាអញ្ចឹងឲ្យបោះពុំជាសភៅអញ្ចឹងពេលលោកវិចារឯងចាំថា issue core នឹងមានសាលក្រមសាលិកាខ្លះគេមើលតែហ្នឹងដឹងហ្មងបាទហើយហ្នឹងប្រយោជន៍ណាពីព្រោះអីសាលក្រមសាលិការាប់ម៉ឺនតែមានមនុស្សម្នាក់ដែលគេអានសាលក្រមសាលិកាគេធ្វើសង្ខេបយើងមើលណាហើយហ្នឹងប្រយោជន៍មែនទេហើយងាយណាគេធ្វើបានទេតើខំស្មៅបាទខំស្មៅទេខំបានខ្លះហើយចិត្តបាក់ធុញបាទអូខេមួយទៀត select bibliography អានឹង very ស្រួលក្រមព្រំមត្តនក្រមតិវិធីព្រំមត្តននៅបរិយាកម្ពុជានៅសាលាច្បាប់ណាមួយតើមកដល់ពេលហ្នឹងគេទៅសេស្អីខ្លះពាក់ព័ន្ធវិស័យព្រំមត្តនហ្នឹងចូលចងក្រចងមកចេញជាសភៅអត្ថបទស្រាវជ្រាវចងកងកបាលមកដល់ថាអត្ថបទប្រជុំអត្ថបទស្រាវជ្រាវពាក់ព័ន្ធច្បាប់អាហ្នឹងទាំងអាហ្នឹងយកទៅសរសេរគ្រប់វិស័យទាំងអស់ព្រំមត្តនរដ្ឋបវេនីណាពាក់ព័ន្ធព្រំមត្តនលោកគ្រូបូរាសេសភៅអីខ្លះទៅសេអត្ថបទស្រាវជ្រាវខ្លះយកគាត់ទៅសេចំណងយើងទេហើយហ្នឹងបោះក្ដុកទៅអាហ្នឹងជា reference មួយជួយដល់និស្សិតថាតើមកដល់ពេលនេះគេស្រាវជ្រាវអីខ្លះបាទកុំឲ្យជន់មួយទៀតថាតើអាដេញបើសិនតែយើងចង់ស្រាវជ្រាវចំណុចកនេះតើមានអត្ថបទអីខ្លះកដើម្បីយកមកអានធ្វើជា reference ជា desk review បាទ review ស្អីទៀតមិនបាច់អីវិញឆ្ងាយទេ compilation of law criminal law តាំងពីសម័យសង្គមរាស្ត្រនិយមមកមានខូដអីយកឯងមកចងកងជាភាគមកសេរីទៅអាហ្នឹងតាមវិស័យទៅcriminal law resource អាហ្នឹងមួយទៀតទៅប្រភេទសភៅមួយទៀតយកស្អីមកចងក្រងទៅអាហ្នឹងជា resource មួយសម្រាប់ criminal law ជួយannotated book អាហ្នឹងខ្ញុំមិនដឹងបកថាម៉េចទេភាសាខ្មែរប៉ុន្តែវាស្តៀងជាមួយ case digest ណាស្តៀងនឹង case digest ចង់និយាយថាអាហ្នឹងគេគាត់តែយកថាគេយកមាត្រាមួយមកពុតគេដកស្រង់សាលក្រមសាលិកាមកពុតដើម្បីបង្ហាញថានេះអាខ្លឹមសារនេះសារក្រមហ្នឹងគាត់សម្រាប់យ៉ាងម៉េចស្តៀងណាហ្នឹងនេះហាហ្នឹងឃើញគេធ្វើបានច្រើនដែរដូចដំស្រងការទីនោះគាត់ធ្វើពាក់ព័ន្ធនឹង criminal procedure នៅសាលាដេញមកមួយបាទហើយនឹងឃើញខាងសាលានោះគេធ្វើ annotated constitutional law គេធ្វើបាន2 3ក្បាលណាបន្តមកទៀត commentary អានឹងជួយសម្បើមណាស់នៅប្រទេស common law គឺទលំទលាយណាស់គេទៅសេកំងទាឬក៏គេហៅថា explanatory មាត្រាមួយហ្នឹងគេយកមកវិភាគមកថានឹងមានខ្លឹមសារយ៉ាងម៉េចពាក្យនឹងមានថាម៉េចហើយគេមើលតាំងពី history ថាអាពាក្យនឹងមុនបងគេដាក់ម៉េចគេប្រែប្រួលម៉េចហោហែងទៅអាហ្នឹង commentary ហើយហ្នឹងមានប្រយោជន៍ច្រើនមែនទែនដើម្បីជួយក្នុងការបកស្រាយច្បាប់ប៉ុន្តែយើងអត់បានតន់ធ្វើទេយើងធ្វើតែដូចខ្ញុំចាំដូចកំណត់បញ្យលស្ដីអំពីច្បាប់ប្រឆាំងនឹងអំពើហិង្សាគ្រួសារអីហ្នឹងប៉ុន្តែធ្វើជាសង្ខេបទេហើយចៃការគាត់ធ្វើ civil code អីហ្នឹងគាត់ធ្វើណាអាហ្នឹងស្តៀងហ្នឹងហើយដល់ពេលបន្តមកទៀតបើនិយាយពីអត្ថបទស្រាវជ្រាវវាមាន book review វាមាន article review វិចារឯងទៅសេមិនបាច់សេច្រើនទេវិចារឯងគាត់យកអត្ថបទរបស់មាសបុរាណទៅ review ទៅសង្ខេបទៅវិចារឯងអាចយកសភៅរបស់អ្នកណាមួយគេសរសេរ200ទំព័រមកមើលមកទៅឲ្យសង្ខេបទៅអាហ្នឹង book review ណាអាហ្នឹងមួយប្រភេទទៀតបន្តមកទៀតច្បាប់ធ្វើឡើងពីមួយថ្ងៃទៅមួយថ្ងៃមួយឆ្នាំទៅមួយឆ្នាំមួយខែទៅមួយខែបន្ទាប់មកទៀតមានយុទ្ធសាស្ត្រអញ្ចឹងគេយកយុទ្ធសាស្ត្រធ្វើតែមកសង្ខេបវាណាមកអាប់ដេតចែកម្លែកថាឥឡូវចំណុចនេះសារក្រមថ្មីតែចេញមកនិយាយពីស្អីខ្លះទៀតអានឹងហៅ legal case update ទៅ summary of law អនុក្រឹត្យមួយចេញមកពឹប summary ទៅបង្ហោះទៅអាហ្នឹងជាអត្ថបទស្រាវជ្រាវយើងណាមួយទៀតបកប្រែសាមញ្ញឯកសារជាសាធារណៈណាដូចជាសារកម្មរបស់ប្រទេសគេដែលគេអត់ជាប់ copyright យកមកបកមកចែកទៅបន្តមកទៀតអាហ្នឹងមួយទៀត introduction សភៅ
introduction to law introduction to criminal law introduction ជាសភៅទូទៅណាទូទៅចុងក្រោយប្រទេសគេគេសរសេរ encyclopedia អានោះគឺភាគវាល្អិតយកissue ទូចមួយនៅក្នុងប្រធានបទធំមួយយកមកទៅសរសេរអត្ថបទស្រាវជ្រាវហា encyclopedia ខ្ញុំចាំគាត់ encyclopedia of public international law មាន4ភាគដល់ហ្នឹងណារបស់ Max Planck Institute គាត់ទៅសេនេះអាហ្នឹងចឹងជាសរុបអូគេស្រាវជ្រាវគេទៅសេខ្លាំងចូលណាសុភៅគេសម្បូរបែបជួយមែនតើ បាទមានគ្រប់ទម្រង់ បាទ